trong tờ lính nè tại admin score nè nà tê commentនេះគឺខ្ញុំឃើញច្រើនសម្រាប់បងប្អូនខ្មែរកណ្ដាលថាចង់តលេងខ្មែរក្រមតែអត់មានស្គាល់អ្នកណាខ្ញុំកាលពី2023ខ្ញុំអត់មានស្គាល់អ្នកណានៅសិង្ហបុរីទេប៉ុន្តែខ្ញុំចង់តលេងខ្ញុំទៅបានហើយខ្ញុំក៏គ្មានស្គាល់អ្នកណានៅខ្មែរសរិនឬក៏ខ្មែរលឺអីទេបាទតែខ្ញុំអាចតលេងបានអញ្ចឹងណាតទៅពេលយើងទៅបានចាប់ផ្ដើមយើងមានទំនាក់ទំនងរាប់អានគ្នាហើយការមកខ្មែរកណ្ដាលដំបូងក៏មានស្គាល់អ្នកណាណាចេះតែបធុយមកអញ្ចឹងទៅបាទអញ្ចឹងណាហើយដូចជាមិនពិបាកទេដែលថាទៅខ្មែរក្រោមលេងមិនស្គាល់អ្នកណាវាស្រួលបំផុតដោយសារតែយើងមានឈាមជាន់នៅទីនោះហើយភាសាយើងនិយាយមិនចាំបាច់ទៅដូចខ្ញុំទៅសិង្ហបុរីខ្ញុំនិយាយអង់គ្លេសមួយគេបានមួយម៉ាត់ពីរម៉ាត់ណាបាទឬក៏ប្រើកម្មវិធីបកប្រែណាតែខ្ញុំទៅបានមួយអាទិត្យដែរតាអញ្ចឹងណាហើយបងប្អូនខ្មែរកណ្ដាលទៅលេងខ្មែរក្រមមានចាំបាច់ទៅបកប្រែធ្វើអីបើនិយាយខ្មែរដូចគ្នានោះកុំឲ្យទៅយើងទៅជំរុំយួនសុទ្ធយួនទាំងអស់អាហ្នឹងរឿងពិបាកបន្តិចតែតំបន់ខ្លះទោះបីយួនទាំងអស់ក៏ចេះខ្មែរខ្លះដែរដោយសារគេរស់នៅជាមួយខ្មែរក្រមយូរក៏គេចេះខ្មែរដែរហើយបើងាកមកយួនដែលមករស់នៅខ្មែរកណ្ដាលមានស្គាល់ណានៅខ្មែរកណ្ដាលវិញកាគេមកនៅបានគេនៅរស់បានឡើយហើយយើងឯនេះឈាមជាប់ខ្មែរដូចគ្នានៅកម្ពុជាក្រមមាននេះពិបាកនឹងទៅហើយបើបងប្អូនចង់ទៅនៅពេលនេះគឺឱកាសល្អទៀតដែលចិត្តដល់បិណ្ឌបញ្ចុះសីមានៅវត្តស្លែងចាស់បាទដូចជាក្នុងថ្ងៃ6ថ្ងៃ5ថ្ងៃ6ថ្ងៃ7អីដែលផុតចូលឆ្នាំចិនណាគេរាប់ដូចថ្ងៃចូលឆ្នាំចិនថ្ងៃទី1អញ្ចឹងយើងរាប់ដល់ថ្ងៃ5ថ្ងៃ6ចាប់ផ្ដើមដល់បិណ្ឌចុះសីមាវត្តស្លែងចាស់ហើយអញ្ចឹងណាព្រោះខ្ញុំមិនតន់សូវច្បាស់ថ្ងៃបានដែរគាត់ថាដឹងថាចន្លោះហ្នឹងហើយចូលឆ្នាំយួនបានប្រហែលជាហើយចូលឆ្នាំយួនឬក៏ចូលឆ្នាំចិនហ្នឹងហើយបានជាខ្ទង់5ថ្ងៃដល់ហើយបាទហើយវត្តស្លែងចាស់ហ្នឹងគឺវត្តមួយដែលកសាងស្អាតបែបបុរាណយើងអញ្ចឹងណាកសាងដូចអង្គរវត្តអញ្ចឹងគេហៅថាបូកបែករចនាស្រៀងអញ្ចឹងណាបាទយើងមើលទៅឃើញថាស្អាតអញ្ចឹងវត្តហ្នឹងល្បីស្រាប់ហើយបងប្អូនរបាក់ទៅទេបាទវត្តស្លែងចាស់ហ្នឹងហើយបានចុះសីមាហ្នឹងហើយទៅគិតអីរឿងថាចង់ទៅមិនស្គាល់អ្នកណាមិនចាំបាច់ស្គាល់ទេតែយើងទៅយើងស្គាល់ហើយទៅភ្លាមបើអ្នកមាននិស្ស័យជាមួយគ្នាអីចឹងជួបគ្នាម្ដងពីរដងនិយាយគ្នាសុំ Facebook លេខទូរស័ព្ទ Telegram គ្នាទំនាក់ទំនងគ្នាគឺរាប់អានបានហើយមិនពិបាកទេហ្នឹងហើយអរគុណ